ខ្ញុំឈ្មោះសំសុចិត្រាមកពីខេត្តស្វាយរៀងខ្ញុំឈ្មោះនេះណាខ្ញុំមកពីខាងស្វាយរៀងហ្មងនៅដល់ប្រវត្តិនៅព្រំដែនជិតព្រំដែនវៀតណាមដោយសារទី1ស្រឡាញ់បងស្រឡាញ់ហើយតាំងពីក្មេងចូលចិត្តមើល YouTube ពីគេកាត់សក់អីចឹងហ្នឹងស្រឡាញ់សិស្សដែលរៀននៅនេះខ្ញុំក៏ឃើញមានវិន័យល្អការរៀបចំហាងមានស្ដាប់ធ្នាប់ល្អឃើញការបង្រៀនល្អវិន័យល្អមុនរៀនទៅគាត់រៀនទ្រឹស្ដីសិនហើយគាត់បញ្យល់យើងឲ្យមានក្រៅឲ្យយើងមើលច្បាស់លាស់បងគាត់បញ្យល់ច្បាស់បងឲ្យយើងចាប់បានភ្លាមបងការខ្ញុំចូលមកគឺគាត់បងខ្ញុំហីដល់ពេលអញ្ចឹងទៅពួកគាត់រស់រាយពួកគាត់លេងសើចមួយយើងសប្បាយប្រាប់ពីបទពិសោធន៍ពួកគាត់មកប្រាប់យើងហើយខ្ញុំក៏សម្រេចចិត្តភ្លាមថាចង់មកចូលរួមព្រោះគឺថាជំនាញអញ្ចឹងយើងមានទីលំនៅក្នុងឯស្រាប់ទៅវាអស់ច្រើនណាមួយថ្ងៃទៅ4-5នាក់ក៏រត់ដែរហើយមិនគាត់ថាថ្ងៃមុខទៅវានៅតែ4-5នាក់ដែរអាចច្រើនហ្នឹងគិតថាប៉ុណ្ណឹងគួរសមមកអត់ថ្លៃដោយសារយើងមិនមែនរៀនតែចេះតែកាត់សក់មួយមុខទេវាមានសេវាកម្មច្រើនទៀតមានសេវាកម្មច្រើនដែលយើងត្រូវចេះទាំងអស់ដូចជាលាបពណ៌សក់អ៊ុតសារ៉ូមអ៊ុតរូញបើយើងរៀនតែកាត់សក់មកវាអាចនឹងថ្លៃតែបើយើងរៀនទាំងសេវាកម្មគិតថាគួរសមហើយសាលាគាត់ក៏ល្អអញ្ចឹងគួរសមហ្មងតម្លៃគិតថាល្អបងវាអត់ថ្លៃពេកមកល្មមដែលយើងអាចរៀនបានសាលាបរៀនល្អសមនឹងតម្លៃចង់5ផ្ញើទៅបងប្អូនថាបើស្រឡាញ់អ្វីមួយត្រូវធ្វើឲ្យបានឆាប់កុំចាំគិតថាពជាពេលវាកាន់តែខើចពេលវេលាអញ្ចឹងយើងស្រឡាញ់ខាងជំនាញកាត់សក់នេះបើយើងស្រឡាញ់យើងត្រូវចុះឈ្មោះចូលរៀនឲ្យបានលឿនជាពិសេសនៅសាលា OTS រៀនកាត់សក់នៅ OTS ចេះទាំងជំនាញចេះទាំងរបៀបដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មហាងកាត់សក់រកចំណូលបានពេញមួយជីវិត